អត់ទ្រាំគ្មានប្រទេសណាដែលអត់ទ្រាំដោយប្រទេសកម្ពុជានេះទេលើលោកនេះមិនក៏អត់ទ្រាំព្រមវាយវិញទៅអាវុធនៅណាកំភ្លើងនៅណាបាទនេះគឺជាការលើកឡើងរបស់បងប្អូនប្រុសម្នាក់ដែលនៅក្រៅប្រទេសដែលគាត់តែងតែធ្វើមេត្តាសង្គមហើយគាត់ហើយជាគាត់ជឿចាប់ចំពោះការប្រមាថមើលងាយតាមពិតបើយើងគិតថាជាការប្រមាថយើងនឹងខឹងតែបើយើងគិតថាជាល្បិចតិចតល់ញុះញង់យើងនឹងស្ងប់ចិត្តវិញបាទល្បែងតែមានល្បិចសង្គ្រាមតែមានយុទ្ធសាស្ត្របងប្អូននៅក្នុងថ្ងៃទី10ខែតុលាឆ្នាំ2025នេះយើងឃើញហើយខាងនៅភូមិជោគជ័យឬក៏ព្រៃច័ន្ទបន្តព្រំដែនខេត្តបន្ទាយមានជ័យថៃបានយកគ្រឿងចក្រយកទៅជួសឆាយសម្រាប់កម្ពុជាយើងឆ្លើយតបដោយយកអនុព័ន្ធយោធាទៅចោះត្រួតពិនិត្យហើយនឹងសារព័ត៌មានជាតិអន្តរជាតិចោះទៅបាទនេះគឺជាការឆ្លើយតបហើយមានមតិដែលលើកឡើងថាអត់ធ្មត់ពេកហើយមិនក៏មិនមើលរុស្ស៊ីនិងអ៊ុយក្រែនផងទោះបីរុស្ស៊ីប៉ុណ្ណាណីក៏គេមិនទ្រាំជាមួយដែរហើយថៃក៏ចន់រនប៉ុណ្ណឹងមិនក៏កម្ពុជាយើងក៏ខ្លាចវាម្លេះពាក្យថាបន្តដៃលើសមរភូមិថាខ្លាចនេះជាការសម្គាល់របស់បុគ្គលដែលមិនបានគិតវែងឆ្ងាយចំណែកឯបុគ្គលអ្នកប្រាជ្ញអ្នកមានសមត្ថភាពអ្នកចេះដឹងឆ្លើយតបដោយការអត់ធ្មត់ឆ្លើយតបដោយវិធីផ្សេងដែលមិនរើសយកការតទល់នៅក្នុងកំភ្លើងនេះគឺជាដំណោះស្រាយដ៏វែងឆ្ងាយហើយនឹងជាយុទ្ធសាស្ត្រឈ្នះបាទបងប្អូនការដែលសត្រូវចង់បានជាងគេគឺឲ្យយើងដុតសង្គ្រាមប៉ុន្តែការឆ្លើយតបការប្រយុទ្ធដោយការអត់ធ្មត់នេះគឺជាការប្រយុទ្ធពិតប្រាកដមិនមែនជាការអត់ធ្មត់ធម្មតាទេបាទបងប្អូនថៃកំពុងតែអស់ចិត្តអស់សេចក្តីទ្រាំតែហ៊ានថៃកំពុងតែបាក់ទឹកចិត្តប្រជាជនកំពុងតែបាក់ទឹកចិត្តថ្នាក់នយោបាយកំពុងតែបាក់ទឹកចិត្តហេតុអីក៏យើងមិនឃើញការដែលយើងធ្វើសង្គ្រាមឈ្នះដោយការអត់ធ្មត់គ្រាន់ត្រឹមតែអត់ធ្មត់ដែលមិនចំណាយអ្វីទាំងអស់គ្រាន់តែចំណាយចិត្តស៊ូទ្រាំជាមួយនឹងការញុះញង់ឬក៏ល្បិចតិចតល់បញ្ឆេះបញ្ឈឺតាមពិតនោះគឺជាការបញ្ឈឺបញ្ឆេះតែប៉ុណ្ណោះទេមិនមែនជាការប្រមាថទេបើយើងទុកថាជាការប្រមាថយើងនឹងយល់ថាឈឺណាស់គេប្រមាថប៉ុន្តែបើសិនជាយើងគិតថាវាជាល្បិចតិចតល់បញ្ឆេះបញ្ឈឺតែប៉ុណ្្នឹងទេយើងនៅតែធម្មតាមនុស្សកាលណាបើអាចអត់ទ្រាំនៅសេចក្តីប្រមាថកាន់តែខ្លាំងបានកម្រិតណានោះអ្នកនោះគឺជាមនុស្សដែលមិនធម្មតាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលើកសរសើរអំពីបុគ្គលដែលមានខន្តីប្រៀបដូចជាទឹកដូចជាប៉ោតដែលមានទឹកពុកម៉ែបងប្អូនមិនដែរគោះអត់លឺទេគោះប៉កនោះសំដៅថាម៉េចគឺជាប៉ោតដែលមានទឹកប៉ោតដែលមានប្រយោជន៍ដែលផ្ដល់នៅអត្ថប្រយោជន៍ដល់សត្វលោកដែលត្រូវការដោយស្រេកដែលត្រូវការទឹកប៉ុន្តែអ្នកដែលប៉ោតលឺដែលដុតដែលគោះទៅលឺគោះទៅឆេះគោះទៅឆាវវាយទៅភូតទៅនិយាយទៅគឺថាតក់កុហលទល់ពធណាហ្នឹងគឺជាប៉ោតអត់ទឹកហើយប៉ោតអត់ទឹកមានប្រយោជន៍អីបងប្អូនបានតែតម្លង់គេទេបាទគោះម៉ាងផោងផាងអត់ប្រយោជន៍ហេតុអីបើបងប្អូនត្រូវការស្រេកទឹកបងប្អូនទៅរកប៉ោតអញ្ចឹងគឺអត់មានអីបានបំបត្តិការស្រេកទេបាទតែឥឡូវនេះខ្ញុំនឹងធ្វើការប្រៀបធៀបអំពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនហើយជាមួយនឹងកម្ពុជាថៃកម្ពុជាបាទខុសគ្នាវាមិនមែនជាសង្គ្រាមទេបាទយើងរាប់ថាសង្គ្រាមគឺការប្រយុទ្ធគ្នាតតាំងគ្នាប្រកាសសង្គ្រាមបាទមានការប្រកាសប្រាប់ថាមានការធ្វើសង្គ្រាមដូចជារុស្ស៊ីនិងអ៊ុយក្រែនគឺជាសង្គ្រាមប៉ុន្តែកម្ពុជានិងថៃនេះគេហៅថាចំនួនប្រដាប់អាវុធបាទហើយក៏ស្ងប់ទៅវិញរយៈពេល5ថ្ងៃហើយក៏ចំនួនបន្តភាពតានតឹងរវាងគ្នាទៅវិញទៅមកបាទបងប្អូនអាចឆែកទៅក្នុងអ៊ីនធឺណិតទៅឬក៏ប្រព័ន្ធ system អ៊ីនធឺណិតគេអត់ចាត់ទុកថាជាសង្គ្រាមទេបាទជាចំនួនប្រដាប់អាវុធបងប្អូនបើសិនជាបងប្អូនយកគំរូប្រទេសជោគជ័យមកប្រៀបធៀបវាជារឿងមួយដែលគួរសិក្សាប៉ុន្តែបងប្អូនយកប្រទេសមួយដែលបរាជ័យយកមកប្រៀបធៀបហើយចង់ឲ្យខ្មែរឲ្យដូចជាប្រទេសដែលបរាជ័យគឺពិបាកណាស់បងប្អូនតើអាចទទួលឬក៏អាចធ្វើទៅតាមបានដែរឬទេសង្គ្រាមគេថាអ៊ុយក្រែនប៉ុណ្ណឹងមិនក៏គេហ៊ានជាមួយនឹងរុស្ស៊ីមហាអំណាចពិភពលោកខុសគ្នារវាងការឆ្លើយតបរុស្ស៊ីសម្រាប់ចិត្តឆ្លើយតបដោយហិង្សាដោយកំណងកំភ្លើងដោយសំអាងហើយមួយទៀតក៏ចាញ់បោកនៅកលនយោបាយមនោគមវិជ្ជារបស់អ្នកនៅពីក្រោយបាទប៉ុន្តែទោះជាយ៉ាងណាក៏ដោយរុស្ស៊ីសំទោសអ៊ុយក្រែនគាត់មានខ្នងពីក្រោយគាត់អាមេរិកកាំងអឺរ៉ុបហើយនិង NATO ក្នុងការជួយប៉ុន្តែសួរថាគេជួយឲ្យអស់ពីពោះពីពងបានដែរទេថាមិនមែនទេចុងក្រោយប្រទេសអ៊ុយក្រែនខ្លាយទៅជាជ្រុញសង្វៀនជាទីតាំងសាក់គ្រាប់របស់អ្នកនៅពីក្រោយឬក៏របស់មហាអំណាចទៅប៉ុណ្ណោះទេបាទហើយការឆ្លើយតបលទ្ធផលបានអ្វីមកវិញបងប្អូនសម្លឹងមើលលទ្ធផលមិនថាអ៊ុយក្រែនអាចកំទេចរុស្ស៊ីបានប៉ុណ្ណាទេប៉ុន្តែយើងមើលប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះថាតើសេចក្តីទុក្ខលំបាកវេទនាឈឺចាប់ប្រត់ប្រាស់បែកបាក់ខូចខាតដើរថយក្រោយកម្រិតណាបងប្អូនគិតមើលបងប្អូនគិតទៅលទ្ធផលមិនថាអ៊ុយក្រែនសម្រាប់ចិត្តនឹងឈ្នះក្តីចាញ់ក្តីបានត្រឹមពាក្យឈ្នះមួយម៉ាត់រុស្ស៊ីព្រមដកទ័ពហើយរុស្ស៊ីអស់គ្រាប់ហើយរុស្ស៊ីច្បាំងលេងចេញហើយទោះបីជាបានពាក្យស្អីក៏ដោយប៉ុន្តែយើងមើលប្រទេសខូចខាតទាំងអស់មនុស្សអត់បានសិក្សារៀនសូត្ររត់គេចក្របសង្គ្រាមហើយយើងដឹងហើយថាប្រទេសមួយត្រូវការសសរស្តម្ភគឺធនធានមនុស្សគឺយើងរាប់ថាជាអ្នកដែលបានសិក្សារៀនសូត្រយ៉ាងហោចណាស់ក៏បានរៀននៅជំនាញដែរប៉ុន្តែនៅលទ្ធផលសង្គ្រាមដែលឆ្លើយតបដោយសង្គ្រាមនេះតើបានអ្វីមកវិញបានពាក្យឈ្នះមួយម៉ាត់បានពាក្យយុទ្ធធម៌ដែលអាមេរិកគ្រប់គ្រងអាមេរិកឲ្យតម្លៃឬក៏ NATO ឬក៏អឺរ៉ុបឲ្យតម្លៃបានពាក្យហ្នឹងយើងស៊ីពាក្យហ្នឹងឬយ៉ាងណាបាទនេះបើសិនជាបងប្អូនយកការប្រៀបធៀបរបៀបហ្នឹងសម្រាប់កម្ពុជានិងសម្រាប់ប្រទេសថៃគឺជាតំបន់មួយមិនមែនជាអត្ថភាពបើនិយាយពីគោលនយោបាយអាមេរិកកម្ពុជាមិនមែនជាភូមិសាស្ត្រនយោបាយរបស់ប្រទេសអាមេរិកទេតែគឺជាចំណុចដែលចិនត្រូវការពារទៅចឹងវិញជាភូមិសាស្ត្រនយោបាយមួយដែលចិនត្រូវការពារសួរចិនបានផលប្រយោជន៍អីណាមានបានផលប្រយោជន៍អីផងបាទទោះបីជាទីផ្សារពាណិជ្ជកម្មក៏ចាញ់ថៃចាញ់វៀតណាមចាញ់ឥណ្ឌូនេស៊ីចាញ់ម៉ាឡេស៊ីបាទហើយសួរថាយកកម្ពុជាមកដើម្បីគ្រាន់តែកុំឲ្យកម្ពុជាចូលទៅក្នុងប្រព័ន្ធរូចិនរបស់វៀតណាមទៅប៉ុណ្ណឹងហើយទប់យកកម្ពុជាដើម្បីទប់ថៃទៅប៉ុណ្ណឹងគេហៅថាត្រីក្នុងកន្លងអុកក៏គ្រាន់តែជាត្រីមួយដែលតាក់ជើងសេះតាក់ជើងទូបាទតាក់ជើងសេះតាក់ជើងទូឬក៏តាក់ជើងគោល
តែប៉ុណ្្នឹងទេតែកម្ពុជាមិនមែនសេះមិនទូទេបាទមិនសេះមិនទូទេអញ្ចឹងចំណុចហ្នឹងបងប្អូននៅក្នុងរបបនៃភូមិសាស្ត្រនយោបាយវាផ្សេងគ្នាហើយបងប្អូនកុំឆ្ងល់ឥឡូវយើងឃើញមានអ្នកសុំមកសំប្រយុទ្ធបន្តទៅគ្នាចិនអស់ពីបញ្ជូននាវានេះបញ្ជូននាវានោះមកទៅឥឡូវថ្ងៃទី10ហ្នឹងបញ្ជូនអាធំជាងគេនៅក្នុងអាស៊ីអាគ្នេយ៍នេះធំជាងនាវាចម្បាំងថៃធំជាងនាវាចម្បាំងវៀតណាមធំជាងនាវាចម្បាំងម៉ាឡេស៊ីឥណ្ឌូនេស៊ីធំជាងរបស់ជប៉ុនធំជាងរបស់កូរ៉េទៀតអូស្ត្រាលីក៏មកទៀតបងប្អូនឃើញគេមកធ្វើពាណិជ្ជកម្មប៉ុន្តែគេនិយាយថាការពង្រឹងកងទ័ពជើងទឹកឬក៏ល្បាតជើងទឹករួមគ្នាពង្រឹងសមត្ថភាពរួមគ្នាតែគេមកអួតតំណែងមកគេបើយើងចាប់អារម្មណ៍ចុះកងត្រាទិញសម្បកលក់ក្របឬក៏ឲ្យសម្បកលក់ក្របហើយអាហ្នឹងក៏ជារឿងធម្មតាមិនបាច់ចាំអន់ចិត្តអូវាគិតផលប្រយោជន៍អាណាដែលមិនគិតផលប្រយោជន៍បងប្អូននយោបាយគ្មានទៅតែមានផលតែផលប្រយោជន៍បើយើងឲ្យផលប្រយោជន៍គេក៏ឲ្យផលប្រយោជន៍យើងក្នុងតំណែងតំណងបើយើងមានតំណែងតំណងយើងគិតតែពីបានក្នុងមិត្តភក្តិក៏ដោយមិត្តភក្តិយើងក្នុងក្រុមយើងដឹងដែរមិត្តភក្តិណាដឹងតែពីចាំស៊ីគេឲ្យចាំចាស់ក៏គេមិនរាប់អានច្រើនដែរគេឃើញគេចង់ហៅគេឃើញគេបែរមុខចេញបាទអញ្ចឹងក្នុងតំណែងតំណងចឹងឯងបងប្អូនមានទៅមានមកមិត្តភក្តិខ្លះគឺចិត្តទលាយដៃទលាយហ្មងប៉ាវហូបចុកអីមកសេរីដៃទលាយឲ្យនេះឲ្យនោះតែមិត្តភក្តិខ្លះទៀតគឺស្មើដៃយ៉ាងហោចណាស់ក៏បានស្មើដៃគ្នាដែរម្ដងគេម្ដងយើងក៏ម្ដងគេមិត្តរបៀបហ្នឹងក៏គ្មានប្រយោជន៍ដែរក៏គេមិនរាប់ដែរគេធីបចោលហើយខ្ញុំជីវិតក៏មានដែរមានមិត្តភក្តិរបៀបហ្នឹងដូចគ្នាហ្នឹងបាទមានមិត្តភក្តិដែលម្ដងយើងខ្ញុំចូលចិត្តមិត្តភក្តិម្ដងយើងម្ដងគេប៉ុន្តែមិត្តភក្តិខ្លះក៏ម្ដងគេរហូតដោយសារគេចិត្តទលាយដោយសារគេមានបាទគេមិនចិត្តចង្អៀតបាទអញ្ចឹងនៅក្នុងតំណែងរវាងប្រទេសនិងប្រទេសពុកម៉ែបងប្អូនមិនខុសគ្នាទេបើយើងគ្មានប្រយោជន៍ទៅគេរាប់មកធ្វើអីគេរាប់ធ្វើអីហើយយើងក៏អញ្ចឹងដែរបើគេគ្មានប្រយោជន៍សម្រាប់យើងរាប់គ្នាធ្វើអីរាប់សួររាប់ធ្វើអីយ៉ាងហើយក៏មានសម្ព័ន្ធមិត្តសម្ព័ន្ធភាពឬក៏ផ្ដល់នូវកិត្តិយសគេឈ្មោះឬក៏រស់ស៊ីធ្វើពាណិជ្ជកម្មជាមួយគ្នាឬក៏ជួយជ្រោមជ្រែងគ្នាក្នុងភូមិសាស្ត្រនយោបាយកម្ពុជាគ្រាន់តែជាត្រីមួយដែលតាក់ជើងសេះតាក់ជើងទូកប៉ុណ្្នឹងទេយើងថាវៀតណាមដូចជាទូកយើងថាថៃដូចជាសេះយ៉ាងចុះហើយត្រីវាតាក់ជើងសេះតាក់ជើងទូកបាទហ្នឹងគឺយើងឲ្យដឹងអញ្ចឹងកុំហក់ឡើងថាអូយទ្រាំដល់ណាគ្មានប្រទេសណាលើពិភពលោកនេះអត់ទ្រាំដូចកម្ពុជាទេបាទអត់ទ្រាំឈ្នះអត់ទ្រាំទៅនេះគឺជាការធ្វើសង្គ្រាមហើយការអត់ទ្រាំហ្នឹងហើយការអត់ទ្រាំហ្នឹងនៅក្នុងរឿងសាមកុកវិញយើងនិយាយពីមេតបដែលទ្រាំអត់បានណាហើយអត់ស្ដាប់មេតបទីបំផុតទៅច្បាំងចាញ់មកវិញមានទោសស្លាប់ប៉ុណ្ណឹងហើយយើងឆ្លើយតបនោះមិនមែនឆ្លើយតបរបៀបនៅក្នុងរឿងណាក្នុងរឿងគឺថាមិនចេញពីក្រៅក្រុងដើម្បីច្បាំងតែក្នុងយើងនេះយើងក៏មិនចេញទៅច្បាំងជាមួយថៃដោយសព្វាវុធតែយើងចេញច្បាំងដោយការចរចាដោយទូតដោយអន្តរជាតិដោយអនុព័ន្ធយោធាបាទបងប្អូនតល់តែមើលឲ្យលិចតល់តែមើលឲ្យធ្លុះកុំទុកថាការប្រមាថនោះគឺជាការមើលងាយនោះគឺជាការប្រមាថពិតប្រាកដអ្វីគ្រប់បែបយ៉ាងដែលសត្រូវធ្វើនោះគឺគ្រាន់តែជាឧបាយបញ្ឆេះបញ្ឈឺឲ្យយើងផ្ទុះនៅកំហឹងផ្ទុះនៅសង្គ្រាមជាមួយគេវាងាយស្រួលដល់គេដែលបច្ចុប្បន្ននេះយើងខំអត់ធ្មត់ឲ្យសត្រូវយើងកំពុងតែខ្ទេចខ្ទីអស់នយោបាយក៏ខ្ទេចខ្ទីសេដ្ឋកិច្ចក៏ខ្ទេចខ្ទីទេសចរក៏ខ្ទេចខ្ទីកងទ័ពក៏បាក់ទឹកចិត្តបដាអាវុធសព្វាវុធដែលត្រៀមនឹងមកចាយលុយចាយកាក់ចល័តទូកចល័តទ័ពចល័តយន្តហោះឈូសឆាយសុទ្ធតែចំណាយលុយកាក់អស់ដែលសម្ពាធលុយកាក់របស់ប្រទេសថៃកំពុងតែលំបាកហើយនឹងចំណាយទៅលើយោធាថែមទៀតបាទអ្នកមានថៃអាចមិនទាន់អីទេតែអ្នកក្រថៃកំពុងតែវេទនាបដាហើយក្រសួងការបរទេសចេញមកនិយាយថ្ងៃមុនហ្នឹងខូចអីខ្លះខ្ទេចអីខ្លះអត់បើកព្រំដែនគឺនឹងមានបញ្ហាធំហើយអស់លោកដឹងទេបើសិនជាបើកព្រំដែនក៏មិនប្រកាសថាកម្ពុជាគ្រប់គ្រងទេដែរបច្ចុប្បន្នកម្ពុជាខិតខំប្រឹងប្រែងអត់ធ្មត់តំណែងដែលចាំបាច់ជាពិសេសគ្រឿងឧបភោគបរិភោគនេះគឺជាអាហារចាំបាច់គឺជារបស់ចាំបាច់តែយើងរៀនអត់ធ្មត់តែយើងរៀនអត់ទ្រាំបាទរៀនអត់ទ្រាំអត់ធ្មត់បិទកាន់តែយូរជាងហ្នឹងគឺកាន់តែល្អទុកឱកាសឲ្យវិនិយោគិនអាជីវករនឹងខិតខំផលិតដើម្បីបំពេញតម្រូវការទីផ្សារខ្លួនឯងហើយកម្ពុជាពេលនេះគឺចាប់ផ្ដើមរៀនទទួលប្រើប្រាស់របស់ខ្លួនឯងហើយតាមពិតពេលខ្លះដែលខ្ញុំធ្លាប់និយាយថាមិនមែនរបស់កម្ពុជាអន់ទេតែមកពីធ្លាប់ឲ្យតម្លៃអ្នកដទៃខ្លាំងជាងរហូតដល់វាបត់ជាផ្នត់ជាទម្លាប់ហើយរបស់ខ្លួនឯងញ៉ាំអត់ឆ្ងាញ់មិនមែនអន់ទេតែមកអំពីកំហុសនៃទម្លាប់ខ្លួនឯងដែលនិយមបរទេសនិយមខ្ញុំសាកព្យាយាមតាំងរាប់សិបឆ្នាំមុនមានសង្គ្រាមនេះទៅទៀតដោយសារតែខ្ញុំស្រាវជ្រាវឃើញអ្វីដែលដូនតាខ្មែរឬក៏ជាតិនិយមស្មារតីជាតិនិយមនេះរាប់សិបឆ្នាំខ្ញុំមិនចង់ប៉ះខ្ញុំមិនចង់ពៀខ្ញុំមិនចង់បរិភោគរបស់ថៃឬរបស់បរទេសណាទេហើយរាល់ថ្ងៃខ្ញុំនិយាយតង់អាហារបារាំងអាហារអាមេរិកអាហារចិនអីខ្ញុំអត់ចូលចិត្តទេទោះបីតែនៅប៉ុណ្ណាក៏ខ្ញុំចូលហាងផ្កាយ5ក៏ខ្ញុំញ៉ាំទៅមានអារម្មណ៍ថាមិនឆ្ងាញ់ដូចជាអាហារខ្មែរនេះគឺសារអារម្មណ៍ខ្ញុំហើយសូរអាហារបរទេសខ្ញុំសឹងតែរាល់ថ្ងៃទៅហើយដោយសារនៅជាមួយបរទេសដោយសារនៅជាមួយអនិកជនអញ្ចឹងអ្វីដែលខ្ញុំឲ្យតម្លៃបំផុតគឺជាអ្វីខ្មែរហើយបច្ចុប្បន្ននេះគឺខ្ញុំបានចងក្រងនៅតម្រាសង្គ្រាមដែលដកស្រង់ចេញពីសមិទ្ធផលដែលបកូណាសូរិយវរ្ម័នទី2លោកបានខិតខំចងក្រងលោកបានឆ្លាក់បន្សល់ទុកនៅលើជញ្ជាំងកវត្តសម្រាប់ឲ្យយើងរៀនសូត្រទៀតប៉ុន្តែយើងនាំគ្នាបោះបង់ចូលចិត្តរៀនតែបរទេសឥឡូវនេះការផ្សាយរបស់ខ្ញុំជាលក្ខណៈខ្មែរហើយសង្ឃឹមថារបស់ខ្មែរនឹងគឺនឹងចាក់ឥទ្ធិពលឡើងវិញចូលក្នុងបណ្ដាញសង្គមខ្មែរយើងវិញបាទអញ្ចឹងជាចុងក្រោយជាសរុបមកបច្ចុប្បន្ននេះមិនមែនយើងមិនឆ្លើយតបឬក៏មិនមែនយើងធ្វើសង្គ្រាមទេតែការធ្វើសង្គ្រាមរបស់យើងនេះគឺការធ្វើសង្គ្រាមអត់ធ្មត់មិនចេញប្រយុទ្ធជាមួយសត្រូវគ្រាន់តែប៉ុណ្្នឹងថៃកំពុងតែចាញ់បដាហើយថៃចាញ់បដាហើយថៃចង់ឈួតឡប់អស់ហើយខឹងវាមិនព្រមវាយខឹងវាមិនព្រមវាយហ្នឹងគឺពិបាកហ្មងហើយយើងនេះនាំគ្នាខឹងមិនព្រមចេញទៅវាយនេះអាហ្នឹងអញ្ចឹងយើងបានធ្វើសង្គ្រាមហើយគឺសង្គ្រាមអត់ធ្មត់បាទតស៊ូតន្តិចថៃចាញ់ឯងថៃចាញ់គ្រប់វិស័យបងប្អូនមិនមែនខ្ញុំចេះនិយាយលើកឲ្យតែបានថៃកំពុងតែចាញ់គ្រប់វិស័យទាំងអស់ហើយកម្ពុជានៅក្នុងកំឡុងពេលនេះបានគ្រប់វិស័យទាំងអស់បាទបានគ្រប់វិស័យទាំងអស់
បាទក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះសូមអរគុណច្រើនពុកម៉ែបងប្អូនដែលសង្ឃឹមថាជួយ Subscribe ឬក៏ចុចជាវហើយចុចសញ្ញាកណ្ដឹងនិងចុច Share ទាំងអស់គ្នាបាទសូមអរគុណច្រើនសូមគោរពជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ